តោះបងប្អូនថ្ងៃនេះយើងមកមើលសកម្មភាពកាប់ស្មៅពូជជូនតេជជនរបស់យើងនៅសម្រាប់ស្មៅពូជនេះដែរគឺបងប្អូនគាត់កំងទៅដល់ខេត្តរតនគិរីហ្នឹងហើយគាត់កំងផ្ទៃដីដាំដុះរបស់គាត់ហ្នឹងអត់ដល់មហត្តាទេអញ្ចឹងណាយើងណែនាំជូនគាត់ហ្នឹងគឺ10000កង់សម្រាប់ផ្ទៃដី80 អាអញ្ចឹងនេះយើងរៀបចំកាប់សម្រាប់ផឹកនេះជូនហើយបន្ទាប់ពីចូលឆ្នាំមកយើងនឹងឲ្យឃើញថាមានបងប្អូនយើងកំងស្មៅពូជសម្រាប់ការដាំដុះសម្រាប់សត្វគាត់ច្រើនមែនទែនអញ្ចឹងមកទល់ពេលនេះយើងមាន4-5នាក់ហើយដែលយើងធៀមកាប់ជូនណាបន្ទាប់ពីកាប់ជូនបងរតនគិរីហើយយើងនៅមានខាងកំពង់ចាមខាងកំពង់ធំហើយនិងកំពង់ឆ្នាំងនឹងឲ្យសិត3-40000កង់សម្រាប់អតិថិជនម្នាក់អញ្ចឹងក្រុមការងាររបស់យើងព្រឹកនេះមាន3នាក់តបពីចូលឆ្នាំហើយបាទនឹងថែមសមាជិកម្នាក់ហើយស្មៅរបស់យើងឃើញថាមានគុណភាពល្អយើងយកទៅដាំទៅធានាហ្នឹងហើយសម្រាប់ការដោះហ្នឹងហើយព្រោះយើងកាប់ថ្មីហើយដាក់ជូនទៅគាត់ថ្មីអញ្ចឹងពេលដាំភ្លាមវាមានកម្លាំងក្នុងការចាប់ឫសហើយមួយថ្ងៃនេះវាមេឃវាភ្លៀងផងអីផងអញ្ចឹងស្មៅវាអាចមានគុណភាពការលូតលាស់របស់វាលឿនហ្នឹងហើយនេះស្មៅរបស់យើងស្មៅដើមឃើញថាមានគុណភាពល្អសម្រាប់យកធ្វើពូជហ្នឹងហើយប្រវែង4ម៉ែត្រអីស្មៅហ្នឹងហើយយើងអាចយកធ្វើពូជបានហើយយើងជម្រើសសម្រាប់ស្មៅដែលវាដើមធំហ្នឹងហើយតែយើងយកវាធ្វើពូជនេះស្មៅដើមនេះធំល្អហ្នឹងហើយជិតប៉ុនកដៃនេះហើយបងប្អូនអាចទិញជាតោនយកទៅកាប់ខ្លួនឯងក៏បានដែរហ្នឹងហើយយើងក៏មានលក់ជាតោនដែរបើបងប្អូនខ្ជិលទិញជាកង់យើងមានលក់ជាតោនណាចឹងបងប្អូនត្រូវការស្មៅសម្រាប់ដាំបងប្អូនអាចតាក់ទងមកបានហ្នឹងហើយតាមរយៈលេខ Telegram ហ្នឹងហើយនឹងក្នុង page ដែរអញ្ចឹងណាហ្នឹងហើយនឹងបងប្អូនសម្រាប់អាចយកទៅកាប់ដាំខ្លួនឯងបានហ្នឹងហើយប៉ុន្តែបងប្អូនយកជាតោនតម្រូវឲ្យបងប្អូនមកដឹកខ្លួនឯងព្រោះអត់មានសេវាផ្ញើទេបើបងប្អូនយកជាកង់ទើបមានសេវាផ្ញើជូនហ្នឹងហើយសម្រាប់ការដាំដុះហ្នឹងគឺ free បច្ចេកទេសជូនហ្នឹងហើយដើម្បីបានផលទិន្នផលល្អដូចខាងខ្ញុំហ្នឹងហើយដីរបស់ខ្ញុំហ្នឹងមិនមែនដីទលេដីទេមើលបងប្អូនមើលចាក់ស្ដែងនេះដីសដីខ្សាច់ហ្នឹងហើយតែអាចដាំស្មៅបានទិន្នផលល្អហ្នឹងហើយអរគុណត្រូវការអាចតាក់ទងមកបានហ្នឹងហើយ